ទេសថៃបាននឹងកំពុងតែព្យាយាមធ្វើជាបងធំនៅតំបន់អាស៊ានហើយបានទិញនៅយន្តហោះគ្មានមនុស្សបើកឬក៏ដ្រូនដ៏ទំនើបពីអ៊ីស្រាអែលដែលមានឈ្មោះហៅថា Dominator XP ដើម្បីបង្កើននូវសមត្ថភាពយោធាក៏ប៉ុន្តែបើទោះបីជាពួកគេមានសម្ភារៈយោធាទំនើបយ៉ាងនេះក្តីតែទាហានរបស់ថៃមិនមានបទពិសោធន៍នៅក្នុងការធ្វើសឹកសង្គ្រាមដោយជាក់ស្ដែងនៅឡើយនោះទេនៅក្នុងវីដេអូនេះយើងខ្ញុំគ្រាន់តែនិយាយអំពី Drone Dominator XP និងបង្ហាញឲ្យដឹងអំពីគ្រឿងសឹករបស់ទាហានថៃតែប៉ុណ្ណោះការធ្វើសង្គ្រាមមិនមែនសុទ្ធតែមានអាវុធទំនើបទទួលបានជ័យជំនះនោះឡើយហើយជោគជ័យគឺអាស្រ័យទៅលើមេទ័ពដែលមានយុទ្ធសាស្ត្រនៅក្នុងការដឹកនាំកងទ័ពធ្វើសឹកសង្គ្រាមមេទ័ពដែលពូកែពិតជាស្គាល់កម្លាំងសត្រូវនិងដឹងច្បាស់អំពីយុទ្ធសាស្ត្រវិធីសាស្ត្រវាយកំទេចទៅលើកងកម្លាំងរបស់សត្រូវដោយឡែក Drone Dominator XP នេះគឺជាប្រព័ន្ធការពារដែនអាកាសគ្មានមនុស្សបើក UAS រយៈកម្ពស់មធ្យមផលិតទៅដោយក្រុមហ៊ុនអ៊ីស្រាអែលឈ្មោះហៅថា Aeronautics Defense System និងផ្អែកទៅលើយន្តហោះម៉ាស៊ីនភ្លោះ Diarmin 4A42 ដែលត្រូវបានបញ្ជាក់ទៅដោយក្រុមហ៊ុនអាកាសចរស៊ីវិលដ្រូនប្រភេទនេះត្រូវបានរចនាឡើងជាចម្បងសម្រាប់បំពេញបេសកកម្មស៊ើបការឃ្លាំមើលនិងការឆ្លប់យកការប្រទេសថៃបានបញ្ជាទិញនៅ Drone Dominator XP ចំនួន3គ្រឿងនៅក្នុងតម្លៃប្រមាណជា$27 លានសហរដ្ឋអាមេរិកហើយ Drone Dominator XP មានបណ្ដោយប្រវែង8កណ្ដកសញ្ញា56ម៉ែត្រមានស្លាបពីម្ខាងទៅម្ខាងប្រវែង13កណ្ដកសញ្ញា5ម៉ែត្រហើយវាអាចហោះហើរនៅក្នុងកម្ពស់ជាង5គីឡូម៉ែត្រនិងមានចម្ងាយចន្លោះពី250ទៅ300គីឡូម៉ែត្រដ្រូនប្រភេទនេះអាចនឹងហោះហើរនៅក្នុងរយៈពេល8ម៉ោងជាមួយនឹងល្បឿនជាង200គីឡូម៉ែត្រក្នុង1ម៉ោងហើយវាមានទម្ងន់ដែលអាចផ្ទុកនៅក្នុងការហោះឡើងជាអតិបរមាដល់ទៅ400គីឡូក្រាម Drone Dominator XP នេះអាចនឹងប្រើប្រាស់នៅពហុបេសកកម្មដោយវាមានសមត្ថភាពយ៉ាងទូលំទូលាយសម្រាប់សកម្មភាពយោធាឬក៏ស៊ីវិលរួមទាំងយុទ្ធសាស្ត្រ ISR ការឃ្លាំមើលដែនសមុទ្រនិងសន្តិសុខមាតុភូមិដ្រូនប្រភេទនេះមានលក្ខណៈពិសេសដែលភ្ជាប់ទៅដោយប្រព័ន្ធ GPS INS ដែលអនុញ្ញាតឲ្យវាប្រតិបត្តិការនៅគ្រប់ទីតាំងសូម្បីតែនៅក្នុងទីតាំងដែលមានសញ្ញា GPS យ៉ាងណាក៏ដោយបច្ចុប្បន្ននេះដ្រូនប្រភេទនេះកំពុងតែប្រតិបត្តិការនៅក្នុងប្រទេសមិចស៊ិកទួរគីនិងកងទ័ពអាកាសថៃបើតាមសារព័ត៌មានបរទេសមួយចំនួនបានរាយការណ៍ថាប្រទេសថៃមាននៅឧត្តមភាពនៃដែនអាកាសនៅក្នុងសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជាក៏ប៉ុន្តែកងទ័ពខ្មែរមានអំណាចយោធាដ៏ខ្លាំងក្លាបំផុតខាងកងទ័ពថ្មើរជើងនៅក្នុងសង្គ្រាមឈ្លានពានចុងក្រោយនេះបីបើកងទ័ពរបស់ប្រទេសថៃបាននឹងកំពុងតែប្រើប្រាស់គ្រប់មធ្យោបាយយ៉ាងណាក្តីប្រទេសថៃនៅតែមិនអាចទម្លុះខ្សែត្រៀមថ្មើរជើងរបស់កម្ពុជាបាននោះទេកងទ័ពរបស់កម្ពុជាបាននឹងកំពុងតែបង្ហាញអំពីអំណាចយោធាដ៏ខ្លាំងក្លាខាងកងទ័ពថ្មើរជើងនៅគ្រប់សមរភូមិទាំងអស់ទាហានរបស់ថៃមិនអាចកាន់កាប់ទឹកដីរបស់កម្ពុជានោះបានឡើយអ្វីបើប្រទេសថៃបានប្រើប្រាស់នៅយន្តហោះវាយប្រហារតាមអាកាសយ៉ាងសន្ធប់ដើម្បីជួយគាំទ្រទៅដល់កម្លាំងថ្មើរជើងរបស់ខ្លួនយ៉ាងណាក្តីគ្រាមនេះបានបង្ហាញយ៉ាងច្បាស់ថាទាហានថ្មើរជើងរបស់ថៃមានភាពទន់ខ្សោយហើយក៏មិនមានបទពិសោធន៍នៅក្នុងសង្គ្រាមនោះដែរដោយទៅវិញកងទ័ពរបស់ខ្មែរមានបទពិសោធន៍ខ្លាំងពូកែនៅលើសមរភូមិប្រយុទ្ធ